lại thì đây sẽ bạn bạn đại quạt ở miền mà sân sơ lại nó té đại quạt ở vô từ sơ lại đọt từ đọt cô nè giống ở ngàyนี้คือយើងមកឃ្លានមកម៉ាក់មើលសម្រាប់កាឆែនេះគឺយើងអាចលាងជាមួយនឹងសាប៊ូ baby បានណាដោយសារវាកាន់ក្អែពេលដែលយើងស្ទើរlạiយូរទៅវាឡើងក្អែនេះឃើញអត់ឡើងខ្មៅហ្នឹងអានេះពេលដែលយើងត្រូវទឹកយូរគឺវាឡើងចង់ហើយអាហ្នឹងដូចកាសៀវដាំទឹកយើងចឹងណាចាំមើលកាសៀវដាំទឹកយើងពេលដែលយើងដាំរាល់ថ្ងៃក៏វាឡើងខាងក្រោមហ្នឹងដែរអញ្ចឹងវិធីលាងខ្ញុំគឺងាយស្រួលទេគ្រាន់តែត្រូវការតែប៉ុណ្នេះអញ្ចឹងចេះកមកគូកระดาษជូតមាត់ក្រូចឆ្មាហានេះទឹកធម្មតាណាទឹកក្បាលម៉ាស៊ីនយើងធម្មតាហ្នឹងណាងាយស្រួលយើងច្របាច់ក្រូចឆ្មាចូលទៅមកចំណិតខាងក្នុងទៅច្របាច់ក្រូចឆ្មាអញ្ចឹងណាហើយបងអូនចាត់ភ្លើងទៅចុចភ្លើងដូចយើងធ្វើស្ទើរឡាយយើងធម្មតាណាយើងបើកភ្លើងវាអញ្ចឹងណាអញ្ចឹងតិចទៀតហ្នឹងវានឹងពុះហើយយើងចូលក្រាស់ជូតមាត់នេះយើងយកជូតអាការខ្លួននឹងស្អាតអញ្ចឹងណាដោយសារក្រូចឆ្មាគឺវាមានជាតិអាស៊ីតវាមានជាតិជូរហើយណាមេរោគនឹងចេញបានល្អខ្លាំងតែជាមួយក្រូចឆ្មាអញ្ចឹងពេលដែលវាពុះអញ្ចឹងយើងដាក់ក្រាស់ជូតមាត់ចូលយើងដាក់ក្រាស់ជូតមាត់ចូលមកយើងអញ្ចឹងណាយើងចំហើយយើងទៅលើទៅយើងស្អាតបាត់ហើយណាបងប្អូនអញ្ចឹងពេលដែលយើងលាងហើយឃើញទេឡើងស្អាតឡើងផ្លឹងហ្មងនិយាយទៅខុសពីសភាពមុនឆ្ងាយមែនតើហ្មងហើយអាទឹកដែលយើងដែលខ្ញុំដុសចេញមកពីក្បាលរបស់នេះយើងចាក់វាអញ្ចឹងមកហើយយើងបើកភ្លើងយើងធម្មតាណាអញ្ចឹងពេលដែលទឹកនឹងពុះទៅយើងដូចលាងអាកន្លែងដែលយើងច្របាច់ក្រូចឆ្មានឹងចេញអញ្ចឹងខេម៉ាម៉ានេះគឺជា result ឃើញស្អាតផ្លឹងហ្មងឡើងលែងមានដូចឆៃចាប់នឹងទៀតហើយគឺថាស្អាតឡើងថេងហ្មងណាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងសម្រាប់ម៉ាម៉ាណាដែលគាត់អត់ទាន់ដឹងទេអាចធ្វើតាមវិធីនេះបានណាអរគុណ